ឡើងឈ្មោះកាសារ៉ោះភូមិនេះភូមិនិស័យក្រោកភូមិនិស័យក្រោកស្រុកអង្គរបូរីខេត្តបន្ទាយមានជ័យមានអារម្មណ៍ថាសិចិត្តជឿជាក់លើគាត់កាន់តែខ្លាំងសមាគមដែលយើងធ្វើចរិយាទៅគាត់នឹងទទួលយកដូចថាចរិយាដែលយើងធ្វើទៅគាត់ក៏នឹងត្រឡប់យកមកឲ្យយើងវិញនិយាយរួមទៅជឿជាក់តាំងពីដំបូងអត់មែនថាអត់ជឿជាក់ទេព្រោះយើងគិតថាគាត់និយាយមើលទៅយើងយកមកចាញ់មើលទៅវាជាការពិតវានឹងអាចកាត់ឡើងលើខ្លួនយើងផ្ទាល់តែថ្ងៃនេះកាត់ឡើងពិតមែនលោកបងឲ្យមានថាសប្បាយចិត្តដែលថាខាងអ៊ីស្លាមយើងមានសមាគមជួយគ្នាអញ្ចឹងដូចថាបងគិតថាអ្នកដែលគ្នាអត់ណាក៏គ្នានឹងអាចមានថ្ងៃដូចយើងអញ្ចឹងដែរអញ្ចឹងលោកធ្វើមកយើងដែលអត់អញ្ចឹងណាគាត់ដែលអត់ជាងយើងថាយើងអត់តែមានគេដែលអត់ជាងយើងគាត់នឹងមានថ្ងៃហ្នឹងដូចយើងដែរអីថាឱកាសដែលជួយមកក្នុងថ្ងៃនេះវាជួយសម្រួលបានច្រើនគ្រប់បន្ទុកគ្រប់បែបយ៉ាងអញ្ចឹងពេលថាយើងដែលឆ្លប់ពីមុនមកព្រោះយើងបានមកដែលថាយើងសប្បាយចិត្តប្រហែលគេថាអាចជួយបានគ្រប់គ្នាអញ្ចឹងណាមិនថាលុយនឹងបានមកយើងចំណាយវាអីទេគឺថាយើងជួយដល់គាត់កើតគាត់ទៅផងហើយយើងបានជួយនឹងកូនចៅនៅរស់នឹងផងអញ្ចឹងក៏ឡើងសុំផ្ដាំទៅអ៊ីស្លាមដូចគ្នាក្នុងសមាគមដូចគ្នាទាំងអស់គ្រប់កន្លែងដែលថាឲ្យយើងចេះរួមគ្នាចេះសតិកោបែបសមាគមដែលគេមានដូចថាយើងសតិកោគេក៏សតិកោយើងពេលណាតែយើងមានដូចថាមានការប្រញាប់បន្ទាន់ដែលយើងអត់មានលុយតែសមាគមគេនឹងសតិកោមកយើងវិញឲ្យចូលរួមទាំងអស់គ្នាបងប្អូនយើងអ៊ីស្លាម